ជាដំបូងជំរាបសួរទៅកាន់លោកគ្រូក៏ដូចជាបងដែលនៅក្នុងបន្ទប់នេះទាំងអស់គ្នាចាអញ្ចឹងខ្ញុំមកចែករំលែកតាក់ទងជាមួយនឹង3កន្លែងដែលខ្ញុំចង់ទៅដើរលេងឬក៏មានដំណើរកម្សាន្តទៅអញ្ចឹងតើតើបងទាំងអស់គ្នាស្គាល់ប្រទេសចិនទេត្រូវអត់អញ្ចឹងបើសិនជាស្គាល់លើកដៃមួយហើយចាអរគុណខ្ញុំក៏ស្គាល់ប្រទេសចិនដូចគ្នាដែរប៉ុន្តែខ្ញុំអត់ដែរទៅលេងនៅប្រទេសចិនហ្នឹងឯងអញ្ចឹង3កន្លែងដែលខ្ញុំចង់ទៅហ្នឹងគឺទី1គឺមហាកំផែងចិនដោយសារតែកាលមុនគឺនៅពីក្មេងខ្ញុំចូលចិត្តមើលខ្លាំងណាខេដ្រាម៉ាស៊ីដ្រាម៉ាអីចឹងទៅអញ្ចឹងខ្ញុំឃើញមហាកំផែងហ្នឹងគឺអស្ចារ្យមែនតើអញ្ចឹងក៏ខ្ញុំចង់ទៅឃើញឲ្យបានតបភ្នែកថាតើមហាកំផែងរបស់គេហ្នឹងអស្ចារ្យប៉ុណ្ណាទៅហ្នឹងហើយហើយកន្លែងទី2គឺខ្ញុំចង់ទៅភ្នំគេហៅថាភ្នំធានមីងហ្នឹងហើយដោយសារតែខ្ញុំឃើញភ្នំហ្នឹងមានកាំចដាខ្ពស់និយាយទៅខ្ញុំចូលចិត្តទៅហ្មងឲ្យតែភ្នំឬក៏កន្លែងណាដែលបែបខ្ពស់អញ្ចឹងណាហ្នឹងហើយកន្លែងទី3ហ្នឹងគឺខ្ញុំចង់ទៅផ្សារនៅប្រទេសចិនផ្សារដែលគេដើរបែប walk street ធម្មតាអញ្ចឹងណាចាអញ្ចឹងមានតែ3កន្លែងហ្នឹងទេដែលខ្ញុំចង់ទៅហើយសរុបមកវិញ3ទីតាំងឬក៏3កន្លែងដែលខ្ញុំចង់ទៅទី1គឺមហាកំផែងចិនទី2ភ្នំធានមីងហើយនិងទី3ចុងក្រោយគេហ្នឹងគឺផ្សារនៅប្រទេសចិនចាអរគុណ